បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពីសំណួរនិងលំហាត់វិទ្យាដែលត្រៀមសម្រាប់ការប្រឡងមកឌុបនៅថ្ងៃខាងមុខណាអញ្ចឹងយើងមើលសំណួរគេសួរថាដូចម្តេចដែលហៅថាចរន្តឆ្លាស់និងបញ្ជាក់ភាពខុសគ្នារវាងចរន្តឆ្លាស់និងចរន្តជាប់អញ្ចឹងសំណួរនេះដូចជាការប្រឡង2024គឺមានដែរអញ្ចឹងចំពោះលំហាត់ទី2គេសួរថាចរន្តឆ្លាស់មួយរត់កាត់រ៉េស្តង់5អូមដែលមានកន្សោម E ស្មើនឹង3ឬ2ស៊ីនី50ផាយតេបូកផាយលើ3អញ្ចឹងຂະແນតវាគឺជាអំពែអញ្ចឹងចូលគណនាបាទអាំងតង់ស៊ីតេចរន្តប្រសិទ្ធរត់កាត់រ៉េស៊ីស្តង់បាទខគឺគណនាតង់សំប្រសិទ្ធនៃគោរ៉េស៊ីស្តង់គោសរសេរកន្សោមតង់ឆុងខណៈនៃគោរ៉េស៊ីស្តង់ខអនុភាពអគ្គិសនីដែលរ៉េស្តង់បាទដែលស៊ីដោយរ៉េស៊ីស្តង់អញ្ចឹងយើងមើលលំហាត់នេះគឺវានៅក្នុងចរន្តឆ្លាស់ហើយសំណួរនេះក៏តាក់ទងទៅនឹងចរន្តឆ្លាស់ដែរបាទអញ្ចឹងអាហ្នឹងវានៅក្នុងមេរៀនចរន្តឆ្លាស់អញ្ចឹងយើងបានសិក្សារួចហើយបាទអញ្ចឹងយើងអាចស្គប់វីដេអូសិនហើយនឹងរៀនធ្វើចម្លើយមុនទៅបាទឥឡូវនេះយើងបន្តទៅមើលចម្លើយទៀតដើម្បីកុំឲ្យខាតពេលវេលាយូរបាទអញ្ចឹងចំពោះចម្លើយនៃសំណួរទី1គេសួរថាដូចម្តេចដែលហៅថាចរន្តឆ្លាស់អញ្ចឹងយើងអាចឆ្លើយបានថាបាទចរន្តឆ្លាស់គឺជាចរន្តដែលបដូរទិសដៅ2ដងក្នុងមួយខួបបាទអាហ្នឹងវានិយមន័យវាគឺបែបហ្នឹងអញ្ចឹងយើងបន្តទៀតយើងបញ្ជាក់អំពីភាពខុសគ្នារវាងចរន្តឆ្លាស់និងចរន្តជាប់ម្ដងបាទអញ្ចឹងយើងមើលបន្តទៀតចរន្តឆ្លាស់និងចរន្តជាប់បាទវាមានភាពខុសគ្នាយ៉ាងម៉េចបាទចំពោះចរន្តឆ្លាស់គឺអាំងតង់ស៊ីតេចរន្តប្រែប្រួលតាមពេលបាទអញ្ចឹងវាអត់ថេរទេវាប្រែប្រួលតាមរយៈពេលបាទចំពោះចរន្តជាប់គឺអាំងតង់ស៊ីតេហ្នឹងចរន្តហ្នឹងថេរបាទវាថេរអញ្ចឹងគឺវាអត់ប្រែប្រួលដូចជាចរន្តឆ្លាស់ទេអញ្ចឹងយើងមើលបន្តទៀតបាទចំពោះប្រេកង់ចរន្តឆ្លាស់វិញគឺប្រេកង់វាថេរបាទចំពោះចរន្តជាប់គឺប្រេកង់ R វាស្មើ0បាទអញ្ចឹងវាអត់មានប្រេកង់ទេតែបើចរន្តឆ្លាស់គឺវាមានប្រេកង់ហើយប្រេកង់វាគឺប្រេកង់ថេរបាទហើយអញ្ចឹងយើងបន្តទៀតបាទចំពោះលំហាត់ទី1លំហាត់ទី2អានេះទៅរ៉ូម៉ាំង2អញ្ចឹងគេដាក់កអញ្ចឹងគណនាអាំងតង់ស៊ីតេចរន្តប្រសិទ្ធរត់កាត់រ៉េស្តង់អញ្ចឹងយើងតាមរូបមន្តមក E ស្មើនឹង E អមចែកឬ2អញ្ចឹងយើងដឹងហើយសមីការដែលគេឲ្យមកបំរាប់នោះគឺ E នឹងស្មើ3ឬ2ស៊ីនិកបាទ50ផាយតេបូកផាយលើ3អញ្ចឹងຂະແນតទូទៅវាគឺអំពែបាទអញ្ចឹងយើងតាមសមីការទូទៅនៃចរន្តមកគឺផ្ទឹមមកយើងរក EM ហើយនឹង Omega ហើយនឹងផាសដើមវាអញ្ចឹងសមីការទូទៅនៃចរន្ត E ស្មើនឹង EM ស៊ីនីស Omega t បូក phi បាទបូក phi អញ្ចឹងយើងនោះគេបាន EM ស្មើនឹង3ឬ2ຂະແນតវាអំពែ Omega ស្មើនឹង50ផាយរ៉ាឌីយ៉ង់ក្នុងវិនាទីបាទនិងផាដើម phi គឺស្មើជាមួយនឹងផាយចែកឲ្យ3រ៉ាឌីយ៉ង់អញ្ចឹងគេបាន E ប្រសិទ្ធហ្នឹងគឺរត់កាត់រ៉េស្តង់គឺស្មើជាមួយនឹង EM ចែកឬ2អញ្ចឹងនាំមក E ស្មើនឹង3ឬ2ចែកឬ2 3ឬ2នេះគឺ EM បាទចែកទៅបាន3អំពែបាទអញ្ចឹងយើងដាក់ដូចនេះមកគឺអាំងតង់ស្ទេចរន្តប្រសិទ្ធ E ស្មើនឹង3អំពែយើងបន្តទៀតបាទតង់ចុងប្រសិទ្ធនៃគោរ៉េស៊ីស្តង់អញ្ចឹងដើម្បីរកតង់ចុងប្រសិទ្ធនៃគោរ៉េស៊ីស្តង់
អញ្ចឹងយើងតាមរូបមន្ត V ស្មើនឹង RE បាទដល់យើងស្គាល់ R ស្មើនឹង5អូម E នេះគឺស្មើនឹង3អូមបាទនេះគឺលេខ3ទេមិនមែនលេខ6ទេអញ្ចឹងនាំឲ្យ Y ស្មើនឹង5គុណនឹង3បាទ5គុណនឹង3បាន15បាទដូចនេះតង់ខ្យងប្រសិទ្ធនៃគោរេស្តង់គឺ Y ស្មើនឹង15 V បាទអញ្ចឹងយើងមើលបន្តទៀតចំពោះសំណួរកបាទសំណួរកគេសួរថាឲ្យសរសេរកន្សោមតង់ខ្យងខណៈនៃគោរេស្តង់អញ្ចឹងយើងសរសេរបែបម៉េចអញ្ចឹងយើងតាមរូបមន្តមក V តេនេះគឺតង់ខ្យងខណៈស្មើនឹង RE អញ្ចឹងបំរាប់គេប្រាប់គឺ R ស្មើនឹង5អូមអានេះគឺ E ខណៈគឺស្មើប៉ុណ្ណឹងបាទអញ្ចឹងគេបាន V តេស្មើជាមួយនឹង5គុណនឹង3ឬ2អញ្ចឹងស្មើនឹង15ឬ2ស៊ីនីស50ផាយតេបូកផាយលើ3បាទចំពោះຂະຫນាតវាទូទៅគិតជាវ៉ុលបាទដូចនេះកន្សោមតង់ខ្យងខណៈ V តេហ្នឹងគឺស្មើជាមួយនឹង15ឬ2ស៊ីនីស50ផាយតេបូកផាយលើ3បាទអញ្ចឹងវាអត់មានអីទេគ្រាន់តែយើងជំនួសលេខទៅបាទគុណធម្មតាមកបាទតង់ខ្យងខណៈយើងត្រូវគុណជាមួយនឹងចរន្តខណៈវាបាទអញ្ចឹងយើងបន្តទៀតបាទចំពោះសំណួរកនេះសំណួរខយើងគឺគណនាអានុភាពអគ្គិសនីបាទ C ដោយរៃ C ស្តង់អញ្ចឹងយើងតាមរូបមន្តមកប៉ែស្មើជាមួយនឹង VE បាទកូហ្វីតែហ្វីចរន្តហ្នឹងគឺស្មើ0បាទនាំឲ្យកូស0ស្មើ1អញ្ចឹងអានឹងយើងមើលតាមអបាទចរន្តគឺវានៅស្មើអអញ្ចឹងវានៅស្របអ x ស្របអស៊ីបាទអញ្ចឹងវាអត់មានផាដើមទេផាដើមវាស្មើ0បាទអញ្ចឹងដោយ V ហ្នឹងសម្រាប់យើងគឺ15 V ហើយ E យើងគឺស្មើនឹង3 អំពែដែលយើងរកពីខាងលើហ្នឹងសំណួរកហ្នឹងសំណួរខបាទហើយនេះអានេះគឺជាសំណួរកអញ្ចឹងយើងគុណមកប៉ែស្មើនឹង15គុណនឹង3គឺស្មើជាមួយនឹង45បាតអញ្ចឹងដូចនេះអានុភាពដែល C ដោយរេស្តង់គឺប៉ែស្មើនឹង45បាតបាទអញ្ចឹងលំហាត់យើងគឺបញ្ចប់ប៉ុណ្ណឹងបាទបើមានកំហុសខុសឆ្គងឬក៏ពាក្យសម្ដីណានិយាយទៅខុសឬក៏មិនសមរម្យអីសូមអធិស្ឋានបាទអញ្ចឹងយើងបញ្ចប់ប៉ុណ្ណឹងចុះបាទសូមអរគុណ